មករដូវរយៈពេលយូរលើសពី7ថ្ងៃឡើងទៅលាយឡំជាមួយនឹងកំណកឈាមដុំធំធំលាយឡំជាមួយនឹងការមកឈាមម្ដងបរិមាណច្រើនរាល់1ម៉ោងម្ដងឧស្សាហ៍ផ្លាស់ប្ដូរសល័យគឺជាបញ្ហាដែលស្ត្រីគួរតែយកចិត្តទុកដាក់ខ្លាំងមែនទែនព្រោះការមករដូវរយៈពេលយូរថ្ងៃរបស់ស្ត្រីដែលលើសពី7ថ្ងៃឡើងទៅអ្នកខ្លះលោតដល់10ថ្ងៃ15ថ្ងៃ1ខែ2ខែនៅតែបន្តមានការធ្លាក់ឈាមអាចនឹងមកពីបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងបំរែបំរួលអរម៉ូនដោយសារតែក្រពេញតិរអ៊ីតបងប្អូនមានការប្រែប្រួលខ្លាំងទី2អាចបណ្ដាលមកពីបញ្ហាតាក់ទងជាមួយនឹងការរលាកមាត់ស្បូនបណ្ដាលមកពីបញ្ហារោគស្ត្រីរ៉ាំរ៉ៃដោយបងប្អូនអត់បានទទួលការព្យាបាលបានត្រឹមត្រូវទៅលើបញ្ហាធ្លាក់សរបស់មានក្លិនក្តៅក្រហាយធំក្លិនស្អុយក្លិនឆ្អាបពីខាងក្នុងតាក់ទងជាមួយនឹងបងប្អូនមានបញ្ហាដុំគីដុំសាច់គីអូវីឬក៏ជំងឺ PCOS ជំងឺ PCOD ការកក់ស្ទះរោគស្អិតតាមជច្រាំងទ្វារមាសឬក៏ការរំលូតកូនរបស់បងប្អូនធ្លាក់កូនអត់អស់អីផ្សេងក៏បណ្ដាលឲ្យមានការស្អិតជាប់ជាមួយនឹងស្រទាប់រដូវដែលធ្វើឲ្យបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងរដូវនឹងការខូចទ្រង់ទ្រាយនៃទៅលើស្រទាប់ស្បូនដោយសារតែតាមរយៈការដែលយើងមានការប្រើប្រាស់នៅប្រភេទផលិតផលមួយចំនួនឬក៏ពពួកថ្នាំពជាកណ្ដាលផ្សេងដែលប៉ះពាល់ខ្លាំងតាក់ទងជាមួយនឹងស្រទាប់ធ្វើឲ្យស្ត្រីជួបទៅលើបញ្ហាវិបត្តិរដូវមិនទៀងរាងរដូវមកខុសធម្មតាឬក៏មួយខែធ្លាក់ឈាមរដូវ2ទៅ3ដងខុសប្រក្រតីអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានការធ្លាក់ឈាមរដូវមានបរិមាណច្រើនលាយឡំជាមួយនឹងកំណកឈាមធំមករដូវយូរថ្ងៃខុសប្រក្រតីលាយឡំជាមួយនឹងការឈឺចុកចាប់ផ្នែកក្នុងពោះឈឺរមួលនៅក្នុងពោះខុសធម្មតាមានបញ្ហាឈឺចង្កេះឈឺចង្កៀកឬក៏ធ្វើឲ្យស្ត្រីមានអារម្មណ៍ថាអស់កម្លាំងស្លេកស្លាំងខុសប្រក្រតីបងប្អូនគួរតែធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវព្រោះវាជាបញ្ហាជាសញ្ញាពមៀនមួយតាក់ទងជាមួយនឹងសុខភាពស្បូររបស់បងប្អូនព្រោះពេលដែលបងប្អូនមានបញ្ហានេះបងប្អូនអាចបានធ្វើការព្យាបាលផលប៉ះពាល់ទី1គឺធ្វើឲ្យបងប្អូនពិបាកនៅក្នុងការមានកូនមានវិបត្តិរដូវធ្ងន់ធ្ងរអាចនឹងធ្វើឲ្យមានបញ្ហាតាក់ទងជាមួយនឹងដុំគីដុំសាច់តែប្រឈមជាមួយនឹងការវះកាត់អញ្ចឹងបងប្អូនកំពុងតែមានបញ្ហាតាក់ទងជាមួយនឹងសុខភាពបងប្អូនអាចធ្វើការពិគ្រោះសុខភាពឬក៏គួរតែធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ